សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីរបៀប install Kali Linux នៅលើ VirtualBox នៅក្នុង Windows អញ្ចឹងដើម្បី set up Kali នៅក្នុង Windows បានគឺយើងត្រូវការរបស់ពីរគឺទី1គឺ VirtualBox ហើយទី2នោះគឺ file ISO របស់ Kali Linux ដើម្បីកុំឲ្យខាត់ពេលយូរអញ្ចឹងយើងចូលទៅកាន់ការអនុវត្តទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមចូលទៅកាន់ browser របស់យើងដើម្បីធ្វើការ download នៅ VirtualBox និង file ISO របស់ Kali Linux អញ្ចឹងជាដំបូងឡើយខ្ញុំចូលទៅកាន់ virtualbox.org សិនដើម្បី install នៅ VirtualBox អញ្ចឹងយើងឃើញពាក្យ download យើង click មកហើយនៅក្នុងនោះវាមាននៅ VirtualBox platform package ជាច្រើនអញ្ចឹងចំពោះខ្ញុំប្រើនៅ Windows អញ្ចឹងខ្ញុំ click download លើ Windows host ហើយខ្ញុំ click download បន្ទាប់មកគឺយើងត្រូវការធ្វើការ install VirtualBox extension pack មួយទៀតអញ្ចឹងហេតុអីបានខ្ញុំទៅ install VirtualBox extension pack អញ្ចឹងextension pack នេះគឺជាកម្មវិធីបន្ថែមរបស់ VirtualBox ដែលវាជួយឲ្យ virtual machine របស់យើងហ្នឹងគឺ support នៅមុខងារបន្ថែមដូចជា USB 2.0 និង USB 3.0 បានរហូតល្អជាងមុនអញ្ចឹងទៅអញ្ចឹងជាបន្ទាប់គឺយើងទៅ download file ISO របស់ Kali Linux អញ្ចឹងយើងគ្រាន់តែ search ពាក្យថា Kali មកអញ្ចឹងវានៅលើនេះយើងចុចមកហើយយើងចុចពាក្យថា download បន្ទាប់មកវានឹងចេញបែបនេះយើង click ទៅលើ installer image អញ្ចឹង installer image វានឹងមានពីរបែបនេះអញ្ចឹងចំពោះ Apple Silicon គឺសម្រាប់អ្នកប្រើ MacBook ហើយ x86 និង64គឺសម្រាប់អ្នកប្រើ Windows អញ្ចឹងខ្ញុំ click install បន្ទាប់មក click លើ download ជាការស្រេចអូខេអញ្ចឹងបន្ទាប់ពីយើង download ពីរហ្នឹងបានហើយអញ្ចឹងយើងចាប់ផ្ដើមបើក VirtualBox ដើម្បី install VirtualBox អូខេវាចេញហើយអញ្ចឹងយើង click next មកបន្ទាប់មកយើង click accept បន្ទាប់មកយើង click next ទៀតបន្ទាប់មកវានឹងចេញ warning បែបនេះអញ្ចឹងwarning កន្លែងហ្នឹងយើងអាច ignore បានអញ្ចឹងយើង click yes ហើយយើង click yes ទៀតយើងអាច ignore វាសិនបន្ទាប់មកយើង click next ទៀតហើយយើង click ពាក្យថា install បន្ទាប់ពី install success ហើយយើង click ទៅលើពាក្យថា finish បន្ទាប់ពីយើង install VirtualBox success ហើយអញ្ចឹងយើងទៅ install នៅ VirtualBox extension pack អញ្ចឹងយើង click លើ file ហ្នឹងមកអញ្ចឹងយើងចុចពាក្យថា install បន្ទាប់មកយើង scroll មកក្រោមឲ្យអស់មកហើយយើងយកពាក្យថា I agree អញ្ចឹងជាបន្ទាប់គឺយើងទៅបង្កើតនៅ virtual machine ហើយយើងឃើញនៅខាងលើគឺយើងមានឃើញថាពាក្យ new អញ្ចឹងយើង click លើវាមកហើយវានឹងឲ្យយើងវាយ virtual machine name អញ្ចឹងខ្ញុំវាយ Kali 2026បន្ទាប់មក virtual machine folder គឺជាកន្លែងដែលផ្ទុកនៅគឺជាកន្លែង store នៅ virtual machine របស់យើងអញ្ចឹងខ្ញុំដោយសារខ្ញុំពេញ memory គឺខ្ញុំទៅ store នៅ 3D ហើយខ្ញុំបង្កើត new folder ហើយខ្ញុំដាក់ថា Kali Linux អញ្ចឹងខ្ញុំយក folder នេះសម្រាប់ store នៅ Kali virtual machine របស់ខ្ញុំអញ្ចឹងកន្លែង ISO image នេះគឺខ្ញុំជ្រើសរើសយក ISO image ដែលយើងបាន install ពី website របស់ Kali អញ្ចឹងយើង click មកហើយយើង click ពាក្យថា open ហើយកន្លែង ISO នេះគឺយើងជ្រើសរើសយកពាក្យថា Linux ហើយកន្លែង OS distribution នេះគឺខ្ញុំជ្រើសរើសយក Debian ហើយកន្លែង OS version នេះគឺយើងយក Debian 64 bit បន្ទាប់មកយើង click ពាក្យ set up នៅខាងក្រៅមកហើយកន្លែងនេះគឺយើង keep វា default យើងចូលទៅកាន់មួយទៀតហើយកន្លែង specific virtual hardware នេះគឺកន្លែង base memory នេះគឺជា RAM អញ្ចឹងខ្ញុំឲ្យ4 RAM ហើយ number of CPU ខ្ញុំឲ្យ4 CPU បន្ទាប់មកយើងចូលទៅកន្លែងមួយទៀតមកហើយកន្លែង design នេះគឺជាកន្លែងដែលយើងកំណត់នៅ disk របស់យើងចង់បាន space ប្រមាណអីចឹងអញ្ចឹងដោយសារខ្ញុំធ្វើវីដេអូសម្រាប់បង្ហាញទេគឺខ្ញុំដាក់តែ 32GB តែបើសិនមកអ្នកទាំងអស់គ្នាចង់ install អីបន្ថែមឬក៏គិតថាប៉ុណ្ណឹងប្រើគ្រប់គ្រាន់អ្នកទាំងអស់គ្នាអាច upgrade disk này រៀងខ្ពស់ជាងនឹងតិចទៀតទៅបន្ទាប់មក click finish មកហើយយើងចូលទៅកាន់ setting again បន្ទាប់មកយើងចូលទៅមើលកន្លែង display ហើយកន្លែង video memory នេះគឺយើងបើកឲ្យអស់មកអញ្ចឹងខ្ញុំបើកវាឲ្យអស់គឺដើម្បីឲ្យ virtual machine យើងវាមើលទៅរហូតតែ smooth បន្ទាប់មកយើង click OK មកហើយយើង click start ដើម្បីឲ្យ virtual machine យើងដំណើរការអញ្ចឹងយើងរងចាំបន្តិចមកអូខេអញ្ចឹង virtual machine របស់ Kali យើងគឺដំណើរការអញ្ចឹងយើង click graphic
ទៅលើពាក្យកន្លែង graphic install មកហើយកន្លែងនេះខ្ញុំជ្រើសរើសយក English United States ហើយ American English អូខេអញ្ចឹងកន្លែង hostname នេះគឺជា name ដែលនៅលើ network របស់យើងអញ្ចឹងខ្ញុំ keep default ខ្ញុំយក Kali ហើយ continue បន្តមកកន្លែង domain នេះគឺខ្ញុំយក Kali ទៅដែរហើយបន្តមកយើង continue មកហើយកន្លែង full name នេះខ្ញុំវាយពាក្យថា cyber អ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះអីក៏បានដែរកន្លែងហ្នឹងបន្តមកយើង continue អញ្ចឹងកន្លែង username for your account នេះគឺ username ដែលយើងយកវាដើម្បីធ្វើការ login ចូល Kali របស់យើងអញ្ចឹងកន្លែងហ្នឹងយើងត្រូវចាំអញ្ចឹងយើង continue មកហើយកន្លែងនេះគឺយើងវាបញ្ចូល password អញ្ចឹងយើងវាយ password យើងចូលមកហើយបញ្ជាក់ម្ដងទៀតបន្តមក continue អញ្ចឹងកន្លែងហ្នឹងខ្ញុំយក default ខ្ញុំ click continue អញ្ចឹងកន្លែងនេះខ្ញុំយក option ដំបូងគេ guided use entire disk ហើយកន្លែងនេះយើងចុច continue មកហើយកន្លែងនេះគឺខ្ញុំយក all file អញ្ចឹងខ្ញុំ click continue ហើយ continue ទៀតបន្តមកកន្លែងនេះគឺខ្ញុំ select យក yes អូខេអញ្ចឹងកន្លែងនេះគឺខ្ញុំ uncheck ទៅលើ top 10 the 10 most popular tools អញ្ចឹងខ្ញុំ uncheck មកដើម្បីកុំឲ្យ Kali យើង install ច្រើនពេកដើម្បីឲ្យការ set up របស់យើងហិតទៅលឿនជាងមុនអញ្ចឹងណាអូខេនៅពេលវាជាងបែបនេះយើងយក yes មក default ហើយយើង click continue មកអញ្ចឹងកន្លែងនេះគឺយើងជ្រើសយក option ទី2ពីព្រោះវាគឺជា virtual hard disk របស់ Kali ដែលយើងបានបង្កើតនៅក្នុង virtual box ហ្នឹងដែលយើងបាន set up ពីដំបូងមកហ្នឹងហើយយើងយកអាទី2ហ្នឹងយើងមិនចាំបាច់ទៅជ្រើសយក enter device manually ទៀតទេពីព្រោះវា detect រក hard disk auto ខ្លួនវាហ្មងអូខេអញ្ចឹងយើង click continue មកអូខេនៅពេលដែលវាជាងបែបនេះយើង click continue មកដើម្បី reboot Kali Linux របស់យើងបន្ទាប់មកវានឹង auto start មកវិញហើយកន្លែងនេះយើង press enter មកចូលមកដល់កន្លែងនេះគឺយើងវាយឈ្មោះ username យើងមកដែលយើងបាន set up ពីមុនមកហ្នឹងហើយជាមួយនឹង password របស់យើងបន្ទាប់មក press enter អូខេនៅពេលដែលវាជាងបែបនេះអញ្ចឹងយើង success ក្នុងការ set up Kali នៅក្នុង virtual box ហើយអញ្ចឹងចំពោះការរៀនប្រើប្រាស់ tool នៅក្នុង Kali Linux នេះអញ្ចឹងខ្ញុំនឹងចេញនៅវីដេអូក្រោយមានដូចជាការរៀនអំពី actual map John the Ripper និង Airmon NG អញ្ចឹងទៅអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច subscribe ហើយ comment នៅខាងក្រោមបើសិនជាអ្នកទាំងអស់គ្នាអត់មានកន្លែងណាមួយអត់យល់ឬក៏អត់ច្បាស់អញ្ចឹងទៅខ្ញុំនឹងព្យាយាមឆ្លើយតបអ្នកទាំងអស់គ្នាតាមតែអាចធ្វើទៅបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ